សួស្តីប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីសូមស្វាគមន៍មកកាន់នេតិនៃគំនិតនិងការត្រិះរិះពិចារណាមនុស្សជាច្រើនចង់ឈ្នះអ្នកដទៃមានអ្នកចង់ឈ្នះក្នុងការងារឈ្នះក្នុងការប្រកួតឈ្នះក្នុងជីវិតតែពិតប្រាកដណាស់សត្រូវធំបំផុតក្នុងជីវិតមនុស្សម្នាក់មិនមែនជាមនុស្សផ្សេងទេប៉ុន្តែជាខ្លួនឯងពាក្យបុរាណមួយបាននិយាយថាឈ្នះខ្លួនឯងប្រសើរជាងឈ្នះអ្នកដទៃរាប់ពាន់ ហើយពាក្យនេះមានន័យជ្រាលជ្រៅជាងដែលយើងគិតអញ្ចឹងតោះកុំឲ្យខាតពេលវេលាយូរយើងមកស្ដាប់ការបកស្រាយទាំងអស់គ្នាការបកស្រាយនេះខ្ញុំនឹងបែងចែកជា5ផ្នែកដើម្បីឲ្យអ្នកកាន់តែយល់កាន់តែច្បាស់ផ្នែកទី1តើការឈ្នះខ្លួនឯងមានន័យដូចម្ដេចការឈ្នះខ្លួនឯងមានន័យថាយើងអាចគ្រប់គ្រងចិត្តអារម្មណ៍និងការប្រព្រឹត្តរបស់យើងបានវាមិនមែនជាការប្រកួតប្រជែងជាមួយអ្នកដទៃទេតែជាការប្រកួតជាមួយសត្រូវដែលនៅក្នុងចិត្តយើងផ្ទាល់សត្រូវនោះអាចជាសេចក្តីខ្ជិលការភ័យការអស់សង្ឃឹមឬការអវិជ្ជមានផ្សេងៗពេលយើងអាចឈ្នះអារម្មណ៍ទាំងនោះបានវានឹងធ្វើឲ្យយើងក្លាយជាមនុស្សមានកម្លាំងចិត្តនិងសន្តិភាពក្នុងជីវិតផ្នែកទី2ហេតុអ្វីបានជាឈ្នះខ្លួនឯងប្រសើរជាងឈ្នះអ្នកដទៃរាប់ពាន់ពេលយើងឈ្នះអ្នកដទៃយើងទទួលបានតែអារម្មណ៍អួតក្លាហានប៉ុន្មាននាទីប៉ុណ្ណោះប៉ុន្តែពេលយើងឈ្នះខ្លួនឯងយើងទទួលបានសេចក្តីសុខនៅក្នុងចិត្តនិងជីវិតដែលមានសុវត្ថិភាពជារៀងរហូតគោលការណ៍នេះត្រូវបាននិយាយនៅក្នុងពុទ្ធសាសនាផងដែរព្រះពុទ្ធមានពាក្យមាសមួយថាឈ្នះខ្លួនឯងប្រសើរជាងឈ្នះមនុស្សរាប់ពាន់នៅក្នុងសង្គ្រាមព្រោះមនុស្សដែលអាចឈ្នះខ្លួនឯងបានគឺមិនត្រូវការឈ្នះអ្នកដទៃទៀតឡើយផ្នែកទី3នេះខ្ញុំនឹងលើកឧទាហរណ៍ពីជីវិតពិតឧទាហរណ៍ទី1គិតមើលអ្នកហាត់ប្រាណម្នាក់ដែលរៀនឲ្យខ្លួនឯងត្រូវភ្ញាក់ពីព្រឹករៀងរាល់ថ្ងៃគ្មាននរណាម្នាក់បង្ខំគាត់ទេតែគាត់ឈ្នះសេចក្តីខ្ជិលក្នុងចិត្តរបស់គាត់ឧទាហរណ៍ទី2សិស្សម្នាក់ដែលរៀនជារៀងរាល់ថ្ងៃទោះមិនមាននរណាសរសើរក៏ដោយគាត់កំពុងឈ្នះចិត្តខ្លួនឯងនិងកំពុងកែលម្អខ្លួនឯងរាល់ថ្ងៃតាមពិតទៅបើនិយាយឲ្យខ្លីមនុស្សដែលឈ្នះខ្លួនឯងបានគឺជាមនុស្សដែលឈ្នះជីវិតផ្នែកទី4វិធីអនុវត្តការឈ្នះខ្លួនឯងទី1ស្គាល់ខ្លួនឯងជាមុនសិនស្គាល់ខ្លួនឯងថាខ្ញុំខ្សោយត្រង់ណាខ្ញុំតែងបរាជ័យពីពេលណាទី2បង្កើតវិន័យក្នុងជីវិតធ្វើអ្វីដែលត្រឹមត្រូវទោះវាពិបាកឧទាហរណ៍ត្រូវពេលអានសៀវភៅរៀនសូត្រឬហាត់ប្រាណជារៀងរាល់ថ្ងៃទី3គ្រប់គ្រងអារម្មណ៍កុំឲ្យសេចក្តីខឹងការអស់សង្ឃឹមឬការភ័យគ្រប់គ្រងយើងពេលមានអារម្មណ៍អវិជ្ជមានត្រូវស្ងប់សូម្បីយ៉ាងតិច10វិនាទីមុននឹងនិយាយឬសកម្មភាពណាមួយទី4សមាធិនិងគិតវិជ្ជមានអង្គុយស្ងប់មើលទៅក្នុងចិត្តគិតអ្វីល្អដែលយើងអាចធ្វើបានផ្នែកទី5ការសន្និដ្ឋានការឈ្នះអ្នកដទៃអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្នកខ្លាំងតែការឈ្នះខ្លួនឯងនឹងធ្វើឲ្យអ្នកក្លាយជាមនុស្សមានសុភមង្គលពេញមួយជីវិតពិតប្រាកដថ្ងៃណាដែលអ្នកឈ្នះសេចក្តីខ្ជិលឈ្នះការខឹងឈ្នះការភ័យថ្ងៃនោះហើយដែលអ្នកបានឈ្នះជីវិតរបស់អ្នកត្រូវចងចាំថាសត្រូវធំបំផុតគឺខ្លួនយើងនឹងឯងហើយជ័យជំនះដ៏ធំជាងគេគឺការឈ្នះខ្លួនឯងសូមអរគុណដែលបានស្ដាប់ការបកស្រាយនេះបើអ្នកចូលចិត្តវីដេអូបែបជំរុញចិត្តនិងគំនិតស្មារតីដូចនេះសូមចុច Subscribe និង Share ដើម្បីការគាំទ្រនៅវីដេអូនេះខ្ញុំសង្ឃឹមថានៅពេលអ្នកស្ដាប់ការបកស្រាយនេះហើយអ្នកទាំងអស់គ្នាឈ្នះខ្លួនឯងជារៀងរាល់ថ្ងៃសូមជួបគ្នានៅពេលក្រោយទៀតជាមួយនឹងប្រធានបទថ្មីៗដែលបំភ្លឺផ្លូវចិត្តនិងផ្លូវគំនិតរបស់អ្នកទាំងអស់គ្នាសូមអរគុណ